ភ័យឆេះហាងលក់កង់ម៉ូតូនិងផ្ទះប្រជាពលរដ្ឋម្ដុំផ្សារសាមគ្គីហាមលក់កង់ផ្សារធំក្រុងកំពង់ចាមខេត្តកំពង់ចាមអគ្គិភ័យដែលបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋម្ដុំផ្សារសាមគ្គីហាងលក់កង់ដែលប្រើប្រាស់ទឹកប្រមាណជាង52ឡានទៅទប់ទល់ស្ថានភាពនេះត្រឹមរយៈពេល1ម៉ោងជាងកាលពីវេលាម៉ោង 1:50 នាទីនៅថ្ងៃទី8 ខែមីនាឆ្នាំ2025អគ្គិភ័យឆេះផ្ទះអ្នកលក់ម៉ូតូនៅជួរមុខពេទ្យ115ក្រុងកំពង់ចាមផ្លូវបសសបានធ្វើឲ្យផ្ទះអស់ទាំងស្រុងព្រឹត្តិការណ៍នេះបានចាប់ផ្ដើមនៅម៉ោង 12:30 នាទីយប់នៅថ្ងៃទី8 ខែមីនាឆ្នាំ2025ត្រូវបានរលត់នៅម៉ោង 2 ទៀបភ្លឺថ្ងៃទី8 ខែមីនាឆ្នាំ2025ការឆេះនេះបង្កការខូចខាតដល់ប្រជាពលរដ្ឋនិងអ្នកលក់ម៉ូតូនៅតំបន់នោះបច្ចុប្បន្ននេះអាជ្ញាធរពាក់ព័ន្ធកំពុងស៊ើបអង្កេតដើម្បីរកមូលហេតុនៃការឆេះនិងផ្ដល់ជំនួយដល់អ្នកដែលរងគ្រោះប្រភពព័ត៌មានបានបញ្ជាក់ថាឡានទឹកជាង53ឡាននឹងពន្លត់អគ្គិភ័យរយៈពេលជាង2ម៉ោងទើបទប់ទល់ស្ថានភាពនេះបានសូមចូលរួមសោកស្ដាយដល់ម្ចាស់ផ្ទះផងពិតជាស្លុតចិត្តណាស់ក្រោមការបញ្ជាបន្តពីឯកឧត្តមអូនចន្ទាអភិបាលខេត្តកំពង់ចាមនិងប្រធានគណៈបញ្ជាការឯកភាពខេត្តបានចាត់ឲ្យកម្លាំងពន្លត់អគ្គិភ័យដឹកនាំដោយលោកឧត្តមស្នេហ៍តូហេងវុធីស្នងការនគរបាលខេត្តបានចុះធ្វើការពន្លត់អគ្គិភ័យដែលបានឆាបឆេះលំនៅឋានប្រជាពលរដ្ឋម្ដុំផ្សារសាមគ្គីហាងលក់កង់ផ្សារធំក្រុងកំពង់ចាមសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ